ពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សសូមបន្តដើរនៅហត់និងរៀនជាមួយសកម្មភាពថ្មីជានិច្ចកុំធ្វើកិច្ចការច្រើនដល់ថ្នាក់មិនអាចផ្ដោតបានល្អលើអ្វីមួយជាក់លាក់បច្ចុប្បន្នភាពសំខាន់ណាស់គំរោះនៅក្រៅវត្តនៃសង្គមត្រូវមានតុល្យភាពជីវិតរបស់យើងទាំងហានិយាយនិងការធ្វើជាក់ស្ដែងផងត្រូវហ៊ានចំណាយលើការធ្វើដំណើរទាំងពេលវេលានិងធនធានព្រោះបើកចិត្តរបស់យើងនឹងបង្រៀនយើងពីអ្វីដែលពិភពលោកកំពុងធ្វើមិនមែនដើរលេងដើម្បីថតបង្អួតគេឯងហើយវិលមកវិញក្រៀមស្រពោនទេការស្គាល់អ្វីច្រើននឹងថ្មីធ្វើឲ្យយើងកាន់តែមានភាពអត់ធ្មត់និងយល់ដឹងចេះអធ្យាស្រ័យចេះឲ្យតម្លៃអ្នកដទៃនិងឲ្យតម្លៃខ្លួនឯងចេះដឹងគុណចំពោះអ្វីដែលយើងមាននៅឯផ្ទះចេះស្ងើសរសើរការរក្សាទុករបស់ដូនតាយើងក្រៅពីនោះទៀតការយល់ដឹងអំពីបច្ចេកវិទ្យាពិតជាមានឥទ្ធិពលសំខាន់លើប្រតិបត្តិការអាជីវកម្មនិងអាជីពគ្រប់យ៉ាងមិនថាសហគ្រាសទំហំប៉ុណ្ណានោះទេបច្ចេកវិទ្យាមានអត្ថប្រយោជន៍ទាំងរូបិយនិងអរូបិយដែលជួយយើងរកលុយនិងបង្កើតលទ្ធផលដែលអតិថិជនទាមទារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាប៉ះពាល់ដល់វប្បធម៌ប្រសិទ្ធភាពនិងទំនាក់ទំនងនៃអាជីវកម្មថែមទាំងប៉ះពាល់ទៀតដល់សុវត្ថិភាពនៃព័ត៌មានសម្ងាត់និងអត្ថប្រយោជន៍ពាណិជ្ជកម្មផងដែរការធុរកិច្ចពេលបច្ចុប្បន្ននេះពិតជាចាំបាច់ណាស់សម្រាប់បុគ្គលិកក្នុងការប្រស័យទាក់ទងជាមួយអតិថិជនឲ្យបានរហ័សនិងច្បាស់លាស់ការយល់ដឹងនិងចេះប្រើប្រាស់បច្ចេកវិទ្យាទទួលបានអត្ថប្រយោជន៍ចំពោះទំនាក់ទំនងកាន់តែប្រសើរឡើងបង្កើតរូបភាពសាធារណៈល្បីឆាប់និងកាន់តែរឹងមាំមនុស្សដែលរីកចម្រើនសមត្ថភាពបច្ចេកវិទ្យាតែងតែរលូនក្នុងការស្រាវជ្រាវរកបន្ថែមឱកាសថ្មីៗនិងស្ថិតនៅមុខគេមុនគេឯងមួយជំហានជានិច្ចការជួយគ្នាជារង្វាន់ធំដល់ខួរក្បាលនិងចិត្តរបស់យើងមនុស្សត្រូវបានគ្រប់គ្រងដោយគីមីសាស្ត្រខួរក្បាលនៅក្នុងការសិក្សាដោយវិទ្យាសាស្ត្រក្រុមអ្នកស្រាវជ្រាវមួយក្រុមបានផ្ដល់ប្រាក់ចំនួន$100ដល់អ្នកចូលរួមហើយដាក់វានៅក្នុងម៉ាស៊ីនស្កេនបន្ទាប់មកពួកគេត្រូវបានគេផ្ដល់ឱកាសឲ្យបរិច្ចាគប្រាក់ទាំងនោះការបរិច្ចាគត្រូវធ្វើឡើងដោយស្ម័គ្រចិត្តនិងដោយបង្ខំដូច្នេះអ្នកវិទ្យាសាស្ត្រអាចមើលឃើញភាពខុសគ្នារវាងការផ្ដល់ដោយស្ម័គ្រចិត្តនិងត្រូវបានបង្ខំនៅពេលដែលយើងចូលរួមផ្ដល់ដោយស្ម័គ្រចិត្តបរិមាណសារធាតុដូប៉ាមីនកើនឡើងខ្ពស់នៅក្នុងផ្នែកនៃខួរក្បាលយើងហើយផ្សារភ្ជាប់ដោយដំណើរការរង្វាន់ផ្លូវចិត្តដែលមិនរំពឹងទុកការធ្វើឲ្យសកម្មភាពនេះអាចបញ្យល់ពីមូលហេតុដែលមនុស្សបន្តផ្ដល់ឲ្យអ្នកដទៃសូម្បីតែគ្មានរំពឹងបានអ្វីត្រឡប់ឬសូម្បីតែខ្លួនឯងកំពុងតែពិបាកនៅក្នុងដំណើរជីវិតរបស់យើងនៅពេលដែលយើងបានជួយដល់នរណាម្នាក់យើងនឹងទទួលបានអារម្មណ៍វិជ្ជមានជាថ្នូរត្រឡប់មកវិញសម្រាប់មនុស្សដែលត្រូវបានយើងជួយពួកគេក៏មានអារម្មណ៍ល្អចំពោះទង្វើនោះដែលតែមិនយូរថិតថេរដូចយើងជាម្ចាស់នៃសេចក្តីសប្បុរសទេសប្បុរសដោយសេចក្តីស្មោះត្រង់ត្រូវបានគេឲ្យតម្លៃហើយនៅក្នុងដំណើរនៃជីវិតយើងនេះមានអារម្មណ៍ថាមានសុវត្ថិភាពសប្បាយរីករាយផ្ទុយពីមនុស្សកំណាញ់បង្កើនការគោរពខ្លួនឯងជាអារម្មណ៍វិជ្ជមានដែលមានឥទ្ធិពលលើរបៀបដែលយើងមើលឃើញខ្លួនយើងនិងឲ្យតម្លៃលើដំណើរជីវិតយើងការស្រាវជ្រាវបានបង្ហាញថានៅពេលដែលមនុស្សម្នាក់ចេះជួយចេះឲ្យតម្លៃចេះដឹងគុណគឺជាការផ្ដល់ភាពជាពិសេសបង្កើនការគោរពខ្លួនឯងស្រឡាញ់ជីវិតពេញចិត្តនឹងដំណើរទៅមុខរបស់ខ្លួនយល់ថាខ្លួនឯងមានតម្លៃក្នុងការរស់នៅនិងប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាពការគោរពខ្លួនឯងជាកត្តារួមចំណែកសំខាន់ដល់សុខភាពចិត្តអាចពន្យាអាយុជីវិតឲ្យមានអាយុវែងជាងមុនការសិក្សាឆ្នាំ2003មួយនៅប្រទេសអង់គ្លេសដែលបានពិនិត្យទៅលើក្រុមមនុស្សចាស់ដែលខ្លះកំពុងផ្ដល់ការគាំទ្រជំនួយដល់សង្គមនិងខ្លះទៀតដែលកំពុងទទួលជំនួយលទ្ធផលបង្ហាញថាការផ្ដល់ជំនួយសង្គមធ្វើឲ្យមនុស្សម្នាក់នោះនៅតែមានអារម្មណ៍ជីវិតគាត់នៅតែរស់រវើកសកម្មនិងមានតម្លៃទោះគាត់ជរាកម្រិតណាក្តីជាសរុបមកការគោរពខ្លួនឯងជាការកសាងទំនុកចិត្តនិងបង្កើតជាដំណើរជីវិតឆ្ពោះទៅរកគោលដៅដែលពេញដោយក្តីសង្ឃឹមអ្នកដែលនិយមកសាងទំនុកចិត្តនិងការគោរពខ្លួនឯងតែងតែមានលទ្ធភាពពង្រឹងគ្រួសារនិងជីវិតអាពាហ៍ពិពាហ៍បានល្អជាងអ្នកផ្សេងគេគ្រប់គ្រងភាពតានតឹងនិងចេះរំដោះខ្លួនពីរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តនិងថប់បារម្ភមនុស្សមួយចំនួនដែលយើងយល់ថាគេមានសំណាងតាមពិតមកពីដំណើររបស់គេពោពេញដោយទំនុកចិត្តនិងមានសុភមង្គលទោះបីមិនទាន់ទទួលបានជោគជ័យក៏ពួកគេមានអារម្មណ៍ស្រឡាញ់និងមិនស្រេកឃ្លានការឲ្យតម្លៃអស្ចារ្យពួកគេមិនបង្អួតពួកគេមិនប្រៀបធៀបឲ្យពួកគេចេះគ្រប់គ្រាន់លុយមែនទេឱកាសទេពកោសល្យបញ្ញាសម្រស់ប្រជាប្រិយភាពចំនួននៃការ live លើបណ្ដាញសង្គមលើប្រព័ន្ធផ្សព្វផ្សាយទៅបង្កើតជាការគោរពខ្លួនឯងពុំមែនទេមានការគោរពខ្លួនឯងទើបមានរបស់ទាំងនោះមកតាមក្រោយ